ប្រទេសសិង្ហបុរីអភិវឌ្ឍពីបាតដៃទទេរហូតក្លាយជាកូនខ្លានៃអាស៊ីវីដេអូនេះបង្ហាញអំពីភាពប្លែកគេទាំង10នៃប្រទេសសិង្ហបុរីរឿងរ៉ាវទាំង10ដែលអ្នកមិនបានដឹងពីប្រទេសសិង្ហបុរីទី1តោសមុទ្រឬមីឡៃអិនជារូបតំណាងប្រទេសសិង្ហបុរីកាលដើមឡើយមានព្រះអង្គម្ចាស់មួយអង្គបានធ្វើដំណើរមកដល់កោះនេះហើយបានឃើញសត្វចម្លែកមួយក្បាលស្រដៀងនឹងសត្វតោទើបព្រះអង្គហៅកោះនេះថាសឹងបុរៈជាភាសាសំស្ក្រឹតដែលមានន័យថាទីលំនៅរបស់សត្វតោសមុទ្រឬមីឡៃអិនបច្ចុប្បន្នតាមពិតទៅមិនមែនជារូបកសាងឡើងដំបូងនោះទេទី2ប្រជាជនសិង្ហបុរីផ្សំឡើងដោយជនជាតិជាច្រើនដូចជាចិនម៉ាឡេស៊ីនិងឥណ្ឌាជនជាតិចិនសញ្ជាតិសិង្ហបុរីមានច្រើនរហូតដល់ 76% តែជាប្រទេសដែលគ្មានចំនួនដោយសារការរើសអើងជាតិសាសន៍ឡើយទី3ប្រទេសសិង្ហបុរីគ្មានប្រភពទឹកសាបតែមានទឹកប្រើប្រាស់យ៉ាងបរិបូរណ៍បរិមាណទឹកដែលនាំចូលពីម៉ាឡេស៊ីខ្ពស់ពេករហូតដល់250លានប៊ីដុងក្នុងមួយថ្ងៃទើបធ្វើឲ្យប្រទេសសិង្ហបុរីចាប់ផ្ដើមផលិតទឹកប្រើប្រាស់ដោយខ្លួនឯងដែលមានឈ្មោះថា New Water ឬការយកទឹកចាស់មកប្រើម្ដងទៀតប្រភពទឹកមាន4គឺទឹកនាំចូលពីម៉ាឡេស៊ីទឹកភ្លៀងទឹកដែលចម្រាញ់ពីទឹកកខ្វក់និងទឹកចម្រាញ់ពីទឹកសមុទ្រទី4ប្រទេសសិង្ហបុរីជាប្រទេសកោះដ៏តូចប៉ុន្តែមានប្រភេទដើមឈើច្រើនជាងទ្វីបអាមេរិកខាងជើងទៅទៀតសិង្ហបុរីជាប្រទេសដែលយកចិត្តទុកដាក់លើរឿងបង្កើតតំបន់ពណ៌បៃតងជាខ្លាំងទាំងស្ថាបត្យកម្មនៅក្នុងប្រទេសអគារការិយាល័យសិក្សានិងកន្លែងស្នាក់អាស្រ័យសុទ្ធតែត្រូវបានត្រៀមកន្លែងសម្រាប់តំបន់ពណ៌បៃតងទោះបីជាខាតបង់ប្រយោជន៍រួមខ្លះក៏ដោយទី5ប្រទេសសិង្ហបុរីមានច្បាប់តឹងរ៉ឹងបំផុតចំពោះគ្រឿងញៀនការបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃការជក់បារីនៅទីសាធារណៈការចោលសម្រាមផ្ដេសផ្ដាសនិងការប្រើប្រាស់ស្ករកៅស៊ូការជក់បារីនៅទីសាធារណៈផ្ដេសផ្ដាសនិងត្រូវពិន័យជាទឹកប្រាក់$1000សិង្ហបុរីទី6ប្រទេសសិង្ហបុរីមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាបំផុតប៉ុន្តែនៅតែជាលើរឿងហុងស៊ុយអាចដោយសារតែប្រទេសសិង្ហបុរីមានជនជាតិរស់នៅច្រើនទើបធ្វើឲ្យជំនឿរឿងហុងស៊ុយមានឥទ្ធិពលខ្លាំងយ៉ាងដូចនេះទី7ចំពោះការអប់រំសិស្សនៅសិង្ហបុរីត្រូវរៀនឲ្យចេះពីភាសាជាចាំបាច់ក្នុងនោះមួយជាភាសាអង់គ្លេសប្រទេសសិង្ហបុរីក៏ផ្ដោតខ្លាំងទៅលើប្រភពចំណេះដឹងក្រៅថ្នាក់ដែរបណ្ណាល័យជាតិសិង្ហបុរីត្រូវបានសាងសង់ឡើងរដ្ឋាភិបាលមើលឃើញពីភាពសំខាន់នៃការអានទើបរៀបចំកម្មវិធីមកអានទាំងអស់គ្នាឬ Read Singapore ឡើងដើម្បីបណ្ដុះនិស្ស័យស្រឡាញ់ការអានដល់ជនជាតិសិង្ហបុរីទី8ប្រជាជនសិង្ហបុរីត្រូវបានចាត់ទុកថាជាអ្នកដែលមានចំណូលខ្ពស់បំផុតនៅក្នុងពិភពលោកមួយផ្នែកគឺបណ្ដាលមកពីធនធានមនុស្សដែលមានគុណភាពខ្ពស់និងជាប្រទេសដែលគួរឲ្យបណ្ដាក់ទុនបំផុតនៅក្នុងពិភពលោកទី9មិនព្រមឈប់អភិវឌ្ឍជាពាក្យដែលប្រទេសសិង្ហបុរីប្រើក្នុងការស្វែងរកសក្តានុពលផ្នែកបច្ចេកវិទ្យាព័ត៌មានផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាឬការទាក់ទងនឹង ICT រាប់ថាមានតួនាទីដ៏សំខាន់ក្នុងការធ្វើឲ្យប្រទេសសិង្ហបុរីមានការរីកចម្រើនទី10ប្រទេសសិង្ហបុរីមានកន្ត្រកវល់ខ្ពស់ជាងគេនៅលើពិភពលោកដែលមានឈ្មោះថា Singapore Flyer ដែលមានកម្ពស់រហូតដល់165ម៉ែត្រពលគឺខ្ពស់ជាង London Eye នៃទីក្រុងឡុងរបស់ប្រទេសអង់គ្លេសនិង Star of Nha Trang នៃទីក្រុងណាឆាងរបស់ប្រទេសចិនទៅទៀត